សម្ដេចប៉ាបរៀបចំពិធីថ្វាយភិបូជាជូនតំណាងសម្ដេចប៉ាបថ្មីប្រចាំនៅអ៊ឺរ៉ាក់វ៉ាទីកុងញូសបានរាយការណ៍ថាសម្ដេចប៉ាបលេអូទី14បានរៀបចំថ្វាយភិបូជាជូនលោកអភិបាលមីរ៉ូស្លាស្តានីស្លាវវ៉ាស៊ូគីដែលជាតំណាងសម្ដេចប៉ាបថ្មីនៅប្រទេសអ៊ឺរ៉ាក់ប្រពន្ធដែលបានបន្តទៀតថាពិធីនេះបានរៀបចំឡើងកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីលើកកម្ពស់សេចក្តីសង្ឃឹមនិងសន្តិភាពសម្រាប់ប្រទេសនិងប្រជាជនអ៊ឺរ៉ាក់នេះក្នុងឱកាសនោះសម្ដេចប៉ាបក៏បានជំរុញនិងលើកទឹកចិត្តឲ្យលោកអភិបាលការពារនៅពន្លកនៃក្តីសង្ឃឹមនិងលើកទឹកចិត្តដល់ការរួបរวมនិងរស់នៅដោយសន្តិភាពតាមរយៈបេសកកម្មនិងការទូតរបស់បរិយាវ៉ាទីកុងសម្ដេចប៉ាបលេអូក៏បានលើកទឹកចិត្តឲ្យលោកអភិបាលប្រកាសដំណឹងល្អនិងជួយកិច្ចការទូតនានាដើម្បីលើកកម្ពស់ការផ្សះផ្សានិងពន្លត់អំពើហិង្សានេះក្នុងឱកាសនោះសម្ដេចប៉ាបលេអូក៏បានអធិដ្ឋានសម្រាប់ប្រទេសអ៊ឺរ៉ាក់និងសម្រាប់សន្តិភាពនៃពិភពលោកផងដែរ